សម្រាប់អមពូមិញបងប្អូនដែលគាត់ប្រើរថយន្ត Toyota Prius ចាប់ពីឆ្នាំ04ដល់09បាទពួកអត់តន់ដូររៀងចេះបាទអញ្ចឹងពេលដែលបងជិះទៅខេត្តឬក៏នៅក្នុងពេញបាទឡានបងជិះទៅជីវាស្រាប់តែម៉ាស៊ីនត្រជាក់លេខត្រជាក់ហើយវាលោតសញ្ញាត្រីកោណនៅលើតាបឡូបាទនៅលើតាបឡូឡានហើយអាចនឹងជិះមកដំណាក់កាលទៀតជិះទៅអាលុតអញ្ចឹងតើទៅមួយនឹងបញ្ហាហ្នឹងគឺបងអាចបើកដបម៉ាស៊ីនមកមើលបូមទឹកនេះតើបូមទឹកហ្នឹងវាពុះអត់បាទបើសិនជាវាបច្ឆេះហើយវានៅនឹងចេះបាទអត់មានទឹកពុះពីខាងក្នុងមកអាហ្នឹងវាអាចនឹងមានបញ្ហាតើទៅជាមួយនឹងបូមទឹកបាទអញ្ចឹងវិធីសង្គ្រោះបឋមដើម្បីឲ្យឡានរបស់បងជិះទៅមុខបន្តទៀតបានជិះទៅរើជាងបាទមិនមែនជិះរហូតទេអាហ្នឹងយើងគ្រាន់តែសង្គ្រោះបឋមដើម្បីឲ្យបងជិះទៅរើជាងបានអញ្ចឹងជំហានដំបូងដើម្បីយើងជិះបន្តទៅមុខទៀតបានបងធ្វើការដកអាក្បាលដូចនេះណាបាទនៅក្នុងដុំមួយស៊ីបបាទនៅជាប់ដុំមួយស៊ីបនេះអញ្ចឹងបងដកក្បាលដូចនឹងចេញបាទបន្ទាប់មកបងដកបាទក្របមួយស៊ីបនេះចោលហើយបន្ទាប់មកបងមើលបាទនៅជួរនេះវាមាន4ណាបាទវាមាន1 2 3 4អញ្ចឹងបងត្រូវរាប់ពីលើមកវិញបាទ1 2អញ្ចឹងមកដល់កន្លែងមួយស៊ីបទី2នេះបងប្រើអាតាគៀបសនេះបាទនេះតាគៀបសបាទយើងដកមួយស៊ីបនេះចោលហើយមួយស៊ីបនេះយើងដោះទុកទៅហើយបន្ទាប់មកយើងយកអាមួយស៊ីបសកួរដែលនៅមាននៅក្នុងកលៈក្នុងមួយស៊ីបហ្នឹងណាបងដកអាហ្នឹងយកមកបាទដកអាចាស់ចេញហើយដកអានេះយកមកដាក់ក្នុងអាមួយស៊ីបជួរទី2នេះបាទអញ្ចឹងនៅពេលដែលដកហើយបញ្ជាក់អានេះយើងអត់ដោតវិញទេអានេះតែដកគឺដកចោលរហូតបាទអញ្ចឹងនៅពេលដែលបងដោតអានេះហើយបាទអានេះខ្ញុំបញ្ជាក់ម្ដងទៀតយើងអត់ដោតវិញទេយើងដកគឺដករហូតតែម្ដងបន្ទាប់មកបងបិទវាវិញទៅបាទបងបិទប្រអប់មួយស៊ីបនេះវិញហើយបងអាចបញ្ឆេះឡានបានហើយអញ្ចឹងតើតើជាមួយនឹងការបញ្ឆេះឡានបងអាចជិះទៅរកជាងបានប៉ុន្តែសូមបញ្ជាក់អត់បើកម៉ាស៊ីនត្រជាក់ទេអញ្ចឹងយើងបញ្ឆេះវាឲ្យឆេះហើយយើងជិះទម្លាក់កញ្ចក់ទៅអញ្ចឹងបងអាចជិះទៅរកជាងនៅជិតនឹងបានអានេះគ្រាន់តែជារបៀបវិធីសង្គ្រោះបឋមសម្រាប់ឡានបងដែលមានបញ្ហាខូចបូមទឹកហើយយើងនៅខេត្តឆ្ងាយឬក៏ពេលយប់មកលប់បាទអញ្ចឹងមានវិធីនេះមួយបងអាចដកនៅក្នុងវិធីដែលខ្ញុំរៀបរាប់ប្រាប់បងនឹងហើយអាចជិះទៅរកជាងបានអញ្ចឹងបើសិនជាបងគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចធ្វើការជួយ like ជួយ share ម្នាក់ផងឬក៏បងមានចង្អល់អីទាក់ទងជាមួយនឹងឡានមិនណាពួកប្រុសឆ្នាំ07 08 015 16 17បងអាច comment នៅខាងក្រោមហ្នឹងមកខ្ញុំនឹងលើក comment យកមកឲ្យបងមានចង្អល់អីអាចសួរមកខ្ញុំនឹងបកស្រាយចេញជាវីដេអូអញ្ចឹងកុំភ្លេចជួយ share ម្នាក់ផងអរគុណច្រើនអរគុណមីង